千古风流人。យំអីណាហូបថ្នាំទៅឆាប់ជាតែពុកម៉ែខ្ញុំស្លាប់បាត់ហើយពិតមែនហើយតែឯងជាកូនប្រុសឯងជាអ្នកបន្តពូជគ្រួសារហើយពុកម្ដាយឯងពិតមែនថាស្លាប់នោះប៉ុន្តែគ្រួសារឯងត្រូវពឹងលើឯងជាអ្នកកសាងគ្រួសារឡើងវិញឥឡូវនេះផឹកថ្នាំឆាប់ជាថ្ងៃក្រោយមានយើងជាអ្នកជួយមើលថែឯងណាយកមកខាងនេះមកតាមខ្ញុំមកលបងឆាលៀនលបងទៅតែម្ដងទីនេះលបងមិនដឹងថាគេគឺជាមនុស្សអាក្រក់យ៉ាងណាទេយើងឲ្យគេយកថ្នាំយំឲ្យយើងដល់ខ្លួនឯងថ្ងៃក្រោយគេមិនហ៊ានដេញលបងទៀតទេស៊ូស៊ឺចំពោះអាត្មាជារឿងធម្មតាទេសង្គ្រោះជីវិតមនុស្សទើបសំខាន់ផ្សំថ្នាំតាមជំងឺលបងជាសង្ឃប្រាធម៌ព្រះមិនអាចបញ្យល់ទៅមនុស្សបែបនេះបានទេស៊ូស៊ឺជួយអាត្មាចុះអាត្មានឹងបញ្យល់គេឲ្យយល់ហេលបងឆាលៀនសម្មាសម្ពុទ្ធលោកម្ចាស់ឈីគឺបដិជគុណទៀតហើយពេលនេះជំងឺឆ្លងរាលដាលគ្រប់ទីកន្លែងប្រជារាស្ត្រហានជើ50,000នាក់ស្ថិតនៅក្នុងសភាពគ្រោះថ្នាក់កន្លងមកប្រជារាស្ត្រតែងតែទិញថ្នាំពីហាងរបស់លោកឥឡូវនេះប្រជារាស្ត្រមានការលំបាកសូមលោកថៅកែបញ្ចុះតម្លៃថ្នាំសហការជាមួយនឹងមន្ត្រីសាលាស្រុកកុំចាត់ជំងឺឆ្លងចេញពីទីនេះគឺជាអំពើបុណ្យដ៏ធំរបស់លោកហើយប្រជារាស្ត្រមិនភ្លេចគុណរបស់លោកទេអញ្ចឹងថ្ងៃក្រោយហាងថ្នាំរបស់លោកនឹងកាន់តែលក់ដាច់ថែមទៀតលោកថៅកែឈីសូមស្ដាប់តាមអាត្មាមួយម៉ាត់ទៅសាំងបុណ្យបានបុណ្យមើលទៅបដិជគុណដូចជាមុខក្រាស់ពេកហើយច្រើនបដិជគុណចេញពីហាងថ្នាំឲ្យដល់តបោទៀតមានសង្ឃនៃការទៅត្រូវការឧបត្ថម្ភប្រមាណ 1,500 ដំឡឹងថាម៉េច 1,500 ដំឡឹងសាំងបុណ្យបានច្រើនប្រកាសជាទទួលផលបុណ្យច្រើនពាក្យចាស់តែងតែពោលថាមនុស្សសាងបុណ្យទេវតាថែរក្សាសាងបាបទេវតានឹងប្រទានទោសសូមលោកសាងអំពើបុណ្យឲ្យបានច្រើនដើម្បីជួយដល់ប្រជារាស្ត្រឲ្យផុតពីការលំបាកអញ្ចឹងទេវតាប្រកាសជាមានប្រតិមេត្តាថែរក្សាលោកថៅកែគ្រប់ពេលវេលាបានហើយក៏មានសង្ឃនិកាយច្រើនពេកចង់ឲ្យព្រះថែរក្សាផងពួកលោកថែរក្សាខ្លួនឲ្យមិនបានផងត្រូវពឹងទៅលើគេដាក់បាតដើម្បីរស់តទៅទៀតអ្នកណាជឿបដិជគុណនោះឆាប់ចេញពីទីនេះទៅលោកថៅកែឈីឱកាសមានតែមួយរក្សាប្រាក់មិនសាងអំពើបុណ្យដុតធូបតែមិនថ្វាយបង្គំព្រះគួរតែជឿអាត្មាមួយម៉ាត់ទៅតើបដិជគុណមានសង្ឃដីកាអស់ចិត្តហើយនៅវ៉ៃបាទដេញចេញពីទីនេះទៅចេញទៅមិនដឹងល្អអាក្រក់គ្មានសង្ឃឹមនៅកែមែនចេញទៅ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 លោកបងសឺលោកម្ចាស់អមាញ់មិញលោកអាចារ្យយ៉ាងនិយាយថាឆ្នាំដែលនៅក្នុងសំណាក់អានលើគ្រប់គ្រាន់ត្រឹមតែថ្ងៃស្អែកសភាពការតានតឹងប្រជារាស្ត្រនឹងមានគ្រោះថ្នាក់សូមលោកម្ចាស់សម្រាប់បានឆាប់ទៅលោកបងសឺលោកបងឆាន់លាវតើមានរឿងអីហ្នឹងគឺឈីគួយនាងបណ្ដេញអាត្មាចេញពីផ្ទះថ្លំធំណាស់ពិតជាមិនដឹងល្អអាក្រក់មែនឆាគូសាយូសរសេរប្រកាសបិទនៅគ្រប់ច្រកលហកនៃក្រុងហានជើបញ្ជាហាងថ្នាំទាំងឯងនៅហានជើបញ្ចុះតម្លៃជាបន្ទាន់បើមិនចឹងទេនឹងបិទហាងថ្នាំហើយដកហូតយកថ្នាំមកសាលាសុខទាំងអស់ប្រសាណាគួរតែធ្វើអញ្ចឹងយូរហើយបើមិនចឹងទេមិនអាចប្រមានដល់ពួកគេបានទេប៉ុន្តែលោកម្ចាស់ការលក់ថ្នាំបញ្ចុះតម្លៃគឺជារឿងស្ម័គ្រចិត្តទេបើសិនជារាយការណ៍ចេញមុខដោយបង្ខំនោះប្រកាសជានាំមកនៅការទំនាស់ហ
ហើយមនុស្សរាជការប្រកាសជាចាប់កំហុសរបស់យើង ខុសហើយសាយូឈីគូននាងឆ្លៀតពេលនេះធ្វើបាបប្រជារាស្ត្រកេងប្រវាញ់ពីប្រជារាស្ត្រទោះជារឿងនេះលេចលឺដល់ព្រះអង្គនិងព្រះមហាក្សត្រយ៉ានីក៏ដោយក៏យើងត្រូវតែធ្វើដែរចំពោះឈ្មោះដែលចិត្តអាក្រក់បែបនេះយើងត្រូវតែប្រើវិធីប្រាជ្ញាជាមួយនឹងគេម្ដងបាទគេប្រកាសថាគេសូមឲ្យហាងបញ្ចុះចុះឡើងទៅតែឆ្នាំហាងថ្នាំទាំងឡាយនៅហានជើត្រូវតែបញ្ចុះតម្លៃថ្នាំអ្នកដែលប្រឆាំងនឹងត្រូវបាត់ហាងចំណែកថ្នាំឬឈើទាំងប្រមាណត្រូវតែដកហូតបញ្ចូលទៅក្នុងឃ្លាំងរាជការលោកម្ចាស់ហាងថ្នាំនៅហានជើគ្រប់កន្លែងកំពុងតែគិតគូរចុះតម្លៃថ្នាំប្រជារាស្ត្រកំពុងតែរងចាំទិញពិតជាត្រេកអរពេលនេះសំណាក់អានលើយើងមានថ្នាំគ្រប់គ្រាន់អ្នកជំងឺក៏មិនមានបញ្ហាអីដែរប្រសើរណាស់របស់ស៊ឺហាងថ្នាំទាំងឡាយបញ្ចុះតម្លៃមានតែឈីគួយនាងទេដែលមិនព្រមបញ្ចុះគេប្រឆាំងបញ្ជាសាលាស្រុកយ៉ាងនេះដូចជាផ្ដេសផ្ដាស់ពេកហើយយើងពិតជាមិននឹកស្មានថាឈ្មោះអាក្រក់នេះគេរឹងរូសដល់ម្លឹងសោះឥឡូវបិទហាងថ្នាំរបស់គេហើយដកហូតយកថ្នាំទាំងអស់យកដាក់បាត់ភ្លាមពួកលោកចង់ធ្វើអីនោះចង់ធ្វើអីនោះអស់លោកចង់ធ្វើអីយើងមកបាត់ហាងថ្នាំនេះអ្នកទាំងអស់គ្នាចង់ធ្វើអីជប់សិនហើយនេះបើជាបិទហាងថ្នាំរបស់ខ្ញុំយ៉ាងនេះលោកឈ្មោះឈីគួយនាងមែនទេបើហើយគឺខ្ញុំរកហើយឈីគួយនាងថ្នាំធំលោកធ្វើបាបប្រជារាស្ត្រស្តុកថ្នាំនៅក្នុងឃ្លាំងមិនព្រមលក់នៅក្នុងតម្លៃសមរម្យឲ្យប្រជារាស្ត្រប្រើប្រាស់ទេប្រជារាស្ត្រកំពុងតែស្ថិតនៅក្នុងសភាពគ្រោះថ្នាក់បំផុតយើងបញ្ជាហាងថ្នាំទៅប្រមាណបញ្ចុះតម្លៃថ្នាំមានតែហាងរបស់លោកទេដែលប្រឆាំងនឹងបញ្ជាហើយនេះហើយយើងបាត់ហាងរបស់លោកមិនឲ្យលោករកស៊ីតង់ទៅទៀតទេលោកម្ចាស់ស៊ូហាងថ្នាំរបស់ខ្ញុំបញ្ចុះតម្លៃថ្នាំការខាត់បងអ្នកណាជាអ្នកទទួលខុសត្រូវគឺរាជការឬមួយខ្ញុំទទួលខុសត្រូវខ្លួនឯងលើនេះបញ្ចុះតម្លៃថ្នាំគឺដើម្បីជួយដល់ប្រជារាស្ត្រជីវិតមនុស្សសំខាន់ត្រូវតែជួយសង្គ្រោះហើយរាល់ការខាត់បងរបស់លោកនៅពេលដែលគ្រោះថ្នាក់កន្លងផុតទៅរាជការប្រកាសជាដោះស្រាយជូនលោកបានន័យថាថ្ងៃក្រោយចាំទូទាត់ដល់ខ្ញុំទូទាត់ប្រហែលទៅលោកម្ចាស់ដឹងទេបើសិនជាហាងថ្នាំរបស់ខ្ញុំលក់តាមតម្លៃរាជការកំណត់តើខ្ញុំត្រូវខាត់បងប្រមាណបើសិនជាខ្ញុំប្រាប់លោកពីចំនួននៃការខាត់បងប្រហែលជាប្រាក់ខែរបស់លោកម្ចាស់មួយជីវិតក៏សងខ្ញុំមិនរួចដែរឈីគួយនាងលោកកុំចាំប្រកែកទៀតអ្វីដែលលោកបងខាន់គឺលោកយកពីប្រជារាស្ត្រមកទេតែក្នុងពេលដែលប្រជារាស្ត្រមានការលំបាកលោកបានជាមិនព្រមជួយលោកនិយាយនេះគឺជារឿងរបស់លោកខ្ញុំនិយាយគឺជារឿងរបស់ខ្ញុំលោកជាមន្ត្រីនិយាយតាមបែបមន្ត្រីខ្ញុំជាឈ្មោះនិយាយតាមបែបឈ្មោះលោកមានច្បាប់របស់លោកខ្ញុំមានច្បាប់របស់ខ្ញុំបើសិនជាលោកយកច្បាប់របស់លោកមកគម្រាមកំហែងឈ្មោះរស់ស៊ីដូចជាពួកយើងនេះគឺជាអំពើផ្ដាច់ការថ្នាំធំសង្គ្រោះជីវិតមនុស្សគឺជារឿងសំខាន់ដើម្បីផលប្រយោជន៍ខ្លួនឯងលោកបែរជាមិនជួយអ្នកដទៃរហូតដល់ធ្វើគេស្លាប់គឺជារឿងខុសច្បាប់រាជការមិនឲ្យលោកធ្វើយ៉ាងនេះទេពួកឯងបិទហាងថ្នាំរបស់គេហើយដកហូតថ្នាំភ្លាមបាទពួកយើងចាត់ការឈប់សិនលោកម្ចាស់ស៊ូលោកម្ចាស់វាងហើយបានជាលោកម្ចាស់មកទីនេះលោកម្ចាស់ស៊ូអ្វីឈីគួយនាងនិយាយនោះសំហេតុសំផលណាស់ឈ្មួញក៏មានរបៀបរកស៊ីរបស់ឈ្មួញលក់ដូរក៏ស្ម័គ្រចិត្តរាជការមិនអាចបង្ខំបានតំបន់ហាត់ជើជាតំបន់មួយដែរយើងដកពន្ធធ្ងន់បំផុតលោកម្ចាស់ស៊ូបើសិនជាធ្វើយ៉ាងនេះដល់ពេលនោះឈ្មួញគ្រប់គ្នាប្រកាសជាមានការភ័យខ្លាចឈ្មួញឈប់រកស៊ីពន្ធកាត់បន្ថយធ្វើឲ្យប៉ះពាល់ដល់រាជការលោកម្ចាស់ស៊ូតើលោកអាចធានាខុសត្រូវបានទេលោកម្ចាស់បាននេះគឺជាករណីចាំបាច់ជំងឺឆ្លងនៅហានជើបើសិនជាមិនព្យាបាលទេជំងឺនេះរាលដាលទៅឆ្ងាយប្រកាសជាមានគ្រោះថ្នាក់ហានជើនឹងខ្លាយទៅជាទីក្រុងខ្មែរជាមិនខានលោកម្ចាស់និយាយតែមើលតាមមួយណាសំខាន់ជាងលោកម្ចាស់ស៊ូនិយាយនេះជ្រុលពេកហើយនៅកន្លែងណាដែលមិនដែលមានជំងឺឆ្លងមិនដែលមានមនុស្សស្លាប់បើសិនជាគេគ្រប់គ្នាដូចជាលោកចឹងអ្នកណាហ៊ានបើកហាងថ្នាំទៀតនោះព្រះមហាក្សត្រយ៉ាងនេះមានព្រះរាជបញ្ជាលុបច្បាប់ចាស់ចោលកែទៅជាច្បាប់ថ្មីបញ្ចប់ប្រជែងការរកស៊ីជាមួយនឹងឈ្មួញលោកក៏មានការឯកភាពដែរហេតុអីបានជាថ្ងៃនេះលោកប្រជែងផលប្រយោជន៍ជាមួយនឹងរាជទៅវិញលោកម្ចាស់វាងលោកម្ចាស់និយាយនេះបានន័យថាលោកមិនឯកភាពឲ្យខ្ញុំបាត់ហាងថ្នាំនេះមែនទេហាងជើគឺជាកន្លែងដែលដកពន្ធច្រើនបំផុតហាងយានវៃមិនអាចបិទបានទេចុះបើសិនជាខ្ញុំនៅតែចង់បាត់ហាងថ្នាំនេះយើងនឹងជម្រាបដល់រាជការថាលោកម្ចាស់ធ្វើឲ្យបំផ្លាញផលប្រយោជន៍របស់ឈ្មួញអុកលុកទីផ្សារមិនគិតពីច្បាប់របស់រាជការប្រជែងផលប្រយោជន៍ជាមួយឈ្មួញរាជការប្រកាសជាដាក់ទោសដល់លោកម្ចាស់ស៊ូដល់ពេលនោះមិនត្រឹមតែកាត់ប្រាក់ខែកន្លះឆ្នាំរបស់លោកតែប៉ុណ្ណោះទេលោកតាមការពិតលោកធ្វើអញ្ចឹងដោយសារតែរឿងនេះកុំភ្លេចដល់យើងជាមន្ត្រីមើលការខុសត្រូវស្រុកទាំងពីរមិនថាហាត់ជើនឹងជឿជាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់យើងហើយព្រមទាំងគ្រប់គ្រងប្រកាសតាមស្រុកនិងចំណូលពន្ធយើងមិនឲ្យលោកបិទហាងលោកហ៊ានប្រឆាំងនោះបានន័យថាលោកប្រឆាំងនឹងច្បាប់មហាសង្ឃហើយវ៉ាងអ៊ី
បើសិនជាជំងឺឆ្លងអាហារចៅរាលដាលធ្វើឲ្យប្រជារាស្ត្រសាប់ច្រើននោះយើងនឹងធ្វើឲ្យលោកធ្លាក់ពីតំណែងហើយទម្លាក់លោកចូលក្នុងបឹងស៊ីអ៊ូអតៃស៊ីយើងហ៊ាននិយាយយើងនឹងធ្វើឲ្យបានវ៉ាងអ៊ីគឺជាមន្ត្រីល្ងីល្ងើពុករលួយមិនគិតគូរពីការស្លាប់របស់ប្រជារាស្ត្រការពារតែផលប្រយោជន៍របស់ឈ្មោះអាក្រក់យើងនឹងប្រឹងគេលោកម្ចាស់កុំខឹងអីហាងថ្នាំផ្សេងបានបញ្ចុះតម្លៃថ្នាំហើយសំណាក់អានលើយើងអាចដោះស្រាយបានមួយរយៈទៀតអ្នកជំងឺក៏មិនទាន់មានគ្រោះថ្នាក់លោកម្ចាស់កុំទះសារពេកណាយើងគួរតែគិតឲ្យបានវែងឆ្ងាយរកវិធីផ្សេងទិញថ្នាំទុកទៅជាការល្អម្យ៉ាងយើងចេះតែឆ្ងល់ឈីគួយនាងគឺជាឈ្មោះតូចតាចសោះហើយដើម្បីបានជាក្អេងក្អាងមិនគោរពច្បាប់របស់សាលាស្រុកយ៉ាងនេះតាមការពិតគេមានវ៉ាងអ៊ីនៅពេលក្រោយធ្វើជាខ្នងមកឯរបស់គេសោះគេទាំងពីរនាក់ជាឈ្មោះនឹងមន្ត្រីខុបខិតគ្នាបានហើយលោកម្ចាស់កុំគិតពីរឿងនេះទៀតរឿងលើកនេះខ្ញុំសូមអរគុណលោកម្ចាស់វ៉ាងហើយអ្នកលោកម្ចាស់វ៉ាងនេះគឺជាយិនសិនល្អ5នាលសូមលោកម្ចាស់ទទួលដោយអនុគ្រោះណាប្រហែលថ្ងៃនេះវាដូចជាអស់កម្លាំងល្អណាស់ខ្ញុំនឹងយកទៅបើសុខភាពចុះសូមអរគុណលោកម្ចាស់ហើយសូមអញ្ជើញលោកម្ចាស់លោកម្ចាស់វីបោះហើយអ្នកប្រុសឈឺហើយហ៎នេះជាជំងឺអីហើយនេះបានជាធំភ្លើងស្អុយអាក្រក់ម្ល៉េះលោកម្ចាស់ឆាប់ជួយគេផងតើយំដឹងតែពីយំលោកម្ចាស់អ្នកប្រុសយើងប្រហែលជាមានជំងឺឆ្លងទីដឹងគេថាអ្នកដែលមានជំងឺបែបនេះក្តៅក្នុងខ្លួនហើយព្រមទាំងមានក្លិនស្អុយចេញពីខ្លួនទៀតផងហេតុនេះហើយថាម៉េចមិនគួរអញ្ចឹងទេជំងឺនេះមានតែនៅក្នុងខ្លួនរបស់អ្នកស្រុករឿងឲ្យចូលក្នុងផ្ទះរបស់យើងលោកម្ចាស់កាលពីប្រហែលថ្ងៃមុនប្រសង់ឆាន់លីវមានសង្ឃនិកាថាម៉េចខ្លះលោកថាសាងបុណ្យបានបុណ្យសាងបាបបានបាបនេះគឺជាជំងឺនិយាយប្រេះផ្ដាស់រឿងនេះយើងមិនជឿទេចំណាយយើងជឿតែរឿងប្រាក់ច្រើនជាងបានហើយកុំនិយាយច្រើនពេកឆាប់ទៅហៅគ្រូពេទ្យមកបន្ទាប់មកយកថ្នាំល្អៗយកទៅដាំរួចហើយយកមកជូនដល់ប្រុសផឹកទៅបាទយ៉ាឈប់យំទៅយំបានការអីកូនប្រុសអូយកូនប្រុសលោកម្ចាស់ស៊ូមកហើយយ៉ាងមិនទៅហើយជីច្រើនហើយឡនលោកម្ចាស់ស៊ូលោកជាអ្នកសង្គ្រោះពួកយើងលោកម្ចាស់ទីនេះមានមេរោគច្រើនណាស់លោកម្ចាស់ក៏មកអីពួកខ្ញុំអរគុណលោកម្ចាស់ហើយលោកម្ចាស់ឆាប់ត្រឡប់ទៅវិញទៅខ្ញុំគឺជាមន្ត្រីមូលដ្ឋានរឿងអីថាមិនមកម្យ៉ាងទៀតជំងឺនេះខ្លាចខ្ញុំវាមិនអាចធ្វើអ្វីខ្ញុំបានទេលោកម្ចាស់ពូកែនិយាយលេងមែនមានសំណាក់អានលើយើងទាំងអស់គ្នាទៅតែប្រឹងប្រែងកុំឲ្យជំងឺនេះមកធ្វើបាបពួកយើងទៀតគ្មានបានកើតបែបតើឯផ្សំថ្នាំយ៉ាងម៉េចទៅហ៎គេផឹកថ្នាំដូចជាស៊ីបាយទៅហើយតែដូចជាមិនឃើញធូរស្រាលសោះឯងចង់ធ្វើឲ្យនៅប្រុសស្លាប់លោកម្ចាស់ខ្ញុំមិនហ៊ានទេបើអញ្ចឹងនឹងចាប់បីទៀតទើបផ្សំថ្នាំនៅសំណាក់អានលើកមកលោកម្ចាស់ខ្ញុំក៏ទៅដែរប៉ុន្តែព្រះសង្ឃមានសង្ឃនិកាថាត្រូវតែយកប្រាក់ទៅទិញយ៉ាងច្រើនណាស់មកកាក់ពីកាក់តែប៉ុណ្ណោះទេសម្រាប់អ្នកក្រីក្រគឺប៉ុណ្ណឹងតែសម្រាប់លោកម្ចាស់គឺមួយកញ្ចប់200តម្លឹងអញ្ចឹងមិនក៏មិនប្រើឈ្មោះរបស់អ្នកផ្សេងទៅទិញទៅមិនកើតទេគេថាត្រូវតែមានមេភូមិបញ្ជាក់យ៉ាងចុះមិនក៏មិនឲ្យប្រាក់ទៅលោកមេភូមិខ្លះទៅលោកម្ចាស់
លោកមេភូមិស្ដាប់តែបញ្ជាសាលាស្រុក ត្រូវហើយលោកងងណាស់ឯងទៅយករូបមន្តថ្នាំរបស់គេយកមកផ្សំទៅវាចាប់រឿងបាត់ទៅហើយ រូបមន្តថ្នាំនៅខ្លួនស៊ូស៊ឺមិនយកចេញពីខ្លួនយកយ៉ាងម៉េចនឹងកើតទៅ អញ្ចឹងគេចង់យកប្រាក់ពីយើងមែនទេក្រែងព្រះសង្ឃនោះគេថាខ្លួនឯងជាមនុស្សមានធម៌បេតាមែនទេហ៎ហើយនេះបានជាគេគ្មានមេត្តាចំពោះយើងចង់ទារប្រាក់ពីយើងច្រើនយ៉ាងនេះមិនអាចទៅរួចទេកុំសង្ឃឹមឲ្យសោះ លោកម្ចាស់ជីវិតកូនសំខាន់ជាងបើក្នុងផ្ទះយើងមានអ្នកណាមានជំងឺបែបនេះប្រកាសជាមិនមែនចំណាយប្រាក់ប៉ុណ្ណឹងទេជីវិតកូនប្រុសសំខាន់ណាស់លោកម្ចាស់នៅទុកប្រាក់ទាំងនេះតើបានប្រយោជន៍អីទៀត អញ្ចឹងក៏បានទាំងអស់ប្រមាណក៏ចប់ ព្រះសង្ឃថាត្រូវការ5កញ្ចប់ 5កញ្ចប់គឺ1000ដំឡឹងតែជាងពេលដែលព្រះសង្ឃនោះទារពីយើង500ដំឡឹងទៅយក5កញ្ចប់មក បាទបដិជគុណថ្នាំរបស់បដិជគុណមួយកញ្ចប់គឺ200ដំឡឹងមែនទេឥឡូវនេះខ្ញុំមកយក5កញ្ចប់ សាធុអញ្ចឹងមកតាមអាត្មាមករបស់ឆាលៀវតើរបស់ដឹងទេពេលនេះថ្នាំឡើងថ្លៃទៀតហើយណាបើអញ្ចឹងឡើងថ្លៃទៀតហើយហ៎ឡើងប្រមាណទៀត មួយកញ្ចប់300ដំឡឹង 300ដំឡឹងកាលពីព្រឹកមិញខ្ញុំមកទិញគេថា200ដំឡឹងទើបតែប្រមាណម៉ោងសោះឥឡូវឡើងមួយកញ្ចប់100ដំឡឹងទៅហើយចិត្តអាក្រក់ពេកហើយអ្នកណារស់ស៊ីបែបនេះធ្វើជាចោលប្លន់ទៅ ទិញឬមិនទិញសាចិត្តបើមិនទិញចេញពីទីនេះកុំមករំខានពួកយើងរស់ស៊ី មិនបានជានិយាយយ៉ាងនេះ លោកគ្រូពេទ្យតើអស់ប្រមាណទៅ តែបកៈទេដែរពួកឯងបាននេះថាម៉េចដល់គេទិញតែបកៈទេចំណែកខ្ញុំទិញ300ដំឡឹងដូចជាធ្វើបាបពួកខ្ញុំពេកហើយ ពួកយើងមិនហ៊ានធ្វើបាបលោកទេពួកយើងគឺជាអ្នករស់ស៊ីធ្វើអ្វីក៏ដោយគឺជាការស្ម័គ្រចិត្តបើសិនជាគ្មានលទ្ធភាពទិញទេតើណាទៅចោះពួកយើងមិនបង្ខំទេ លោក ឆាគួគេរបស់ឆានលាវរបស់ជាអ្នកមានសន្និការថាសាងបុណ្យបានបុណ្យសាងបាបបានបាបនេះហើយគឺជាអ្នកសាងបាបនោះសូមអរគុណលោកគ្រូបាទហើយទៅចុះ លោកម្ចាស់វីវហើយខ្ញុំទៅទិញថ្នាំពីសំណាក់អានលើតែពួកគេថាថ្នាំឡើងថ្លៃទៀតហើយក្នុងមួយកញ្ចប់គឺ300ដំឡឹង ហ៎ថាម៉េចឡើង100ដំឡឹងទៀតហើយ មែនហើយ ចង្រៃយោកុំទិញទូរស័ព្ទក៏មិនទិញដែរ លោកម្ចាស់បានហើយកុំខឹងអីឲ្យតកូនជាឡើងវិញវាប្រសើរជាងអ្វីទៅទៀតឡើងថ្លៃក៏ឡើងថ្លៃទៅតម្លៃប្រមាណក៏មិនចាំបាច់ខ្វល់ដែរ គឺពួកគេចង់ឆ្លៀតពេលដែលយើងមានការលំបាកមកធ្វើបាបដល់ពួកយើងនៅក្នុងលោកនេះតើមានថ្នាំឯណាថ្លៃដល់ម្លឹងនោះហ៎គេធ្វើនេះដូចជាច្បាច់កយើងហួសហេតុពេកហើយពួកគេជាមនុស្សដែលគ្មានមេត្តាធម៌នៅក្នុងខ្លួនប្រៀបដូចជាបិសាចជក់ឈាមយ៉ាងចឹង បានហើយរឿងទាំងនេះវាអញ្ចឹងទៅហើយត្រមបន្តិចទៅណា ហើយចំជាប្រេះផ្ដាស់មែនមនុស្សចិត្តអាក្រក់មិនអីទេពួកយើងទ្រាំសិនទៅទីសារ៉ាយក500ដំឡឹងទៅថែមឲ្យពួកគេទៅ បាទលោកម្ចាស់ បាត់ដឹងថាអញ្ចឹងថ្ងៃមុនយើងឲ្យប្រាក់ទៅសងនោះបាត់ទៅហើយ ឆាប់ឡើង បើសិនគេលើតទៅទៀតគាត់ទៅឆ្លងដល់យើងជា ពួកយើងរត់ទៅលឿនហើយឲ្យលឿន ឆាប់ទៅ ដូចជាបាត់ពីជំងឺឆ្លង ទៅ នេះ ឡើង ពួកយើងតែខាងនោះវិញទៅពុកខាងនោះមានជំងឺឆ្លងពីខ្លួនទៅស្នាក់នៅទីនោះសិនទៅ តែចាប់ឲ្យទៀតឆាប់បោណែពួកឯងមិនលឺទេកូនប្រុសរបស់លោកតកែឈីក្នុងហាងយានវ័យក៏មានជំងឺឆ្លងឥឡូវនេះចិត្តដល់ពេលស្លាប់ហើយណាមែនទេពិតបែបហើយ តាមការពិតជំងឺនេះកើតតែចំពោះអ្នកក្រីក្រហើយនេះបានជាអ្នកមានក៏ឈឺដែរពិសេសនៅក្នុងផ្ទះរបស់តកែហាងថ្នាំទាំងមូលតាមមើលទៅជំងឺនេះមិនតាន់តាណាឆ្ងាយទេហើយកាន់តែខ្លាំងជាងមុនទៅទៀត បែបហើយឯងមានដឹងទេតាមពិតទេវតាជំងឺនេះក៏ឈប់ខឹកទៅហើយបើនឹកស្មានថារៀបនឹងទៅវិញក៏ស្រាប់តែធ្វើទុកភ្លាម តើណានឹងអ្នកណាធ្វើទេវតាជំងឺមិនសប្បាយចិត្ត ខ្ញុំនិយាយថាកាលពីប្រហែលថ្ងៃមុនលោកម្ចាស់ស៊ូជាអ្នកនិយាយគាត់មិនខ្លាចជំងឺទេវតាធ្វើអីគាត់មិនបានបន្ទាប់មកកូនប្រុសរបស់លោកម្ចាស់ឈីក៏ស្រាប់តែមានជំងឺនេះតើរឿងនេះមិនក៏ចៃដុតខ្លាំងម្ល៉េះខ្ញុំដូចជាបញ្យល់តតែសោះ ការប្រគឺអញ្ចឹងណាលោកម្ចាស់ស៊ូថាឲ្យទេវតាជំងឺមិនសុខចិត្តទេម្ដងនេះវិវត្តធំហើយហាន់ជើប្រកាសជាមានគ្រោះថ្នាក់មិនដឹងថាមនុស្សសាប្រមាណអ្នកទៀតទេ ដើម្បីកុំឲ្យគ្រោះថ្នាក់ពួកយើងគួរតែចាក់ចេញពីហាត់ជើសិនទៅហាត់ជើគឺនៅមិនបាត់ទៀតទេ ត្រូវហើយជីវិតសំខាន់ណាស់
ពួកយើងទៅផ្ទះរៀបចំអីវ៉ាន់ចាក់ចេញពីហានចេញពីបន្តទៅណា ខ្ញុំក៏ទៅវិញរៀបចំអីវ៉ាន់ដែរណា ត្រូវហើយពួកយើងទៅចោលអីវ៉ាន់ឲ្យឆាប់ដល់ទៅផ្ទះខ្ញុំនៅខាងនោះទេជប់ចង់ធ្វើហ្នឹងជប់ពួកខ្ញុំត្រូវការចេញទៅឲ្យពួកខ្ញុំចេញទៅឲ្យពួកខ្ញុំចេញទៅមកលឿនឡើងអេជប់សិនជប់លឿនអ្នកគ្នាជប់សិនធំណាស់អ្នកណាផ្សព្វផ្សាយពាក្យចាំបារាំងប្រទេសនេះជំងឺនេះយើងបានមកក្រាបរួចទៅហើយម្យ៉ាងទៀតតាំងពីយើងមកកើតសំណាក់អានលើមកគ្មានអ្នកណាស្លាប់ទេហើយអ្នកជំងឺរាប់រយអ្នកក៏ជាសះស្បើយមិនក៏ថាទេវតាជំងឺមិនសមាជិកនិយាយប្រទេសពេកហើយស៊ូពេលនេះប្រជារាស្ត្រនៅក្នុងស្រុកណាក៏មានការភ័យខ្លាចហើយនេះហើយយើងត្រូវតែរកវិធីដោះស្រាយជាបន្ទាន់បើមិនចឹងទេការខំប្រឹងប្រែងរបស់យើងនឹងខ្លាចទៅជាអត់ន័យហើយលោកម្ចាស់ស៊ូបដិជគុណឆានលាវមានសង្កេតការត្រឹមត្រូវយើងមិនត្រឹមតែហាបខត់បញ្ជារាជចេញពីស្រុកទេនោះប្រៀបដូចជាការពៀទឹកចំនួនចឹងត្រូវឲ្យទឹកបរហូរទៅកន្លែងផ្សេងមិនត្រូវទប់ទឹកទាំងបង្ខំតើមានមធ្យោបាយអីអាចធ្វើឲ្យប្រជារាស្ត្រឈប់មានការភ័យខ្លាចហើយការព្យាបាលជំងឺបែបនេះវាពិតជាពិបាកពេកហើយនេះហើយបានជាប្រជារាស្ត្រមានការភ័យខ្លាចយ៉ាងនេះបដិជគុណចំមែនហើយអ្នកប្រុសយើងពិសាថ្នាំ5កញ្ចប់នៅតែមិនឃើញធូរស្រាលទៀតមិនអាចទេអ្នកជំងឺនៅទីនេះប្រើតែ5កញ្ចប់ជាសះស្បើយហើយមកពីលោកម្ចាស់ពួកឯងកេងប្រវាញ់ប្រាប្រជារាស្ត្រនេះម្ចាស់របស់ពួកឯងគឺតកែឈីនៅហាងថ្នាំវៃយិនមែនទេបាទមកពីគេសាងបាបកម្មធ្វើទេវតាមិនសប្បាយចិត្តមិនពិតទេមិនពិតគេយកថ្នាំថោកយកទៅលក់ថ្លៃយើងបាត់ហាងរបស់គេដោយសារតែចង់គេចំណាយប្រាក់ទេវតាក៏ចង់ជួយគេដែរប៉ុន្តែគេមិនស្ដាប់ហើយប្រឆាំងនឹងបញ្ជារបស់យើងហើយរឿងដែលអាក្រក់ជាងនេះគេវាយបដិជគុណឆានលាវបានន័យថាគេមិនគោរពព្រះទេវតាមានរឿងអីសប្បាយចិត្តហើយជំងឺរបស់អ្នកប្រុសឯងរឿងអីថាមិនធ្ងន់ធ្ងរនោះបើសិនជាគេនៅតែមិនកែខ្លួនទេរឿងគ្រោះថ្នាក់ប្រហែលជាមិនអាចជៀសផុតឡើយត្រូវការថ្នាំប្រមាណកញ្ចប់ទៀត3កញ្ចប់ថា3កញ្ចប់ទៀតយកបានន័យថាត្រូវការ900ដំឡឹងទៀតហើយយើងស្មានមិនដូចជាគេស្មានបានហើយបានជាចំណាយ1500ដំឡឹងទៅហើយចំណាយ900ដំឡឹងទៀតទៅបើមិនអញ្ចឹង1500ដំឡឹងនោះនៅខ្លាយទៅជាអត់ប្រយោជន៍ពួកគេហាក់ដូចជាចង់សម្លាប់យើងទៅហើយលោកម្ចាស់ស៊ូគេនិយាយថាបីគេថាលោកម្ចាស់ប្រមាថដល់ទេវតាប្រមាថទាំងព្រះជាម្ចាស់ម្ល៉េះហើយជំងឺអ្នកប្រុសមិនជាទេនិយាយប្រេះផ្ដាស់ហើយលោកម្ចាស់យើងចំណាយប្រាក់ទៅប្រាក់900ដំឡឹងទុកថាថ្វាយទេវតាធ្វើយ៉ាងណាឲ្យបានសុខទៅណាហើយធ្វើបាបយើងពេកហើយដល់ចុះឲ្យទៅពួកគេទៅយ៉ាងច្រើនណាស់900ដំឡឹងឯណោះហើយយ៉ាបើដឹងថាអញ្ចឹងយើងមិនចាំបាច់ធ្វើដូច្នេះទេមិនបាច់យកយន្តសិនល្អទៅឲ្យលោកម្ចាស់វាងនោះទេហើយខាតតទៅងាប់បងប្អូនទាំងអស់គ្នាចាំស្ដាប់លោកម្ចាស់ស៊ូមានបញ្ជាសូមយកម្សៅក្រែមគ្រឿងក្រអូបក្នុងផ្ទះម្សៅផ្កាគ្រឿងក្រអូបយកមកសាលាស្រុកមកអូបាសកអាត្មាមកបិណ្ឌបាតតែមិនទាមទារអ្វីទេយកតែក្រែមម្សៅហើយនឹងគ្រឿងក្រអូបតែប៉ុណ្ណោះថាបិចម្សៅក្រែមគ្រឿងក្រអូបលោកម្ចាស់យ៉ាងមិនទៅហើយម្ដងនេះបានធូរច្រើនហើយខ្លួនកលែងក្តៅដែរប៉ុន្តែនៅស្លេះបន្តិចបន្តួចថ្នាំនៅក្នុងហាងអានលើកណាពិតជាស័ក្តិសិទ្ធិមែនតែនហើយថ្នាំ8កញ្ចប់ចំណាយយកឈាមរបស់យើងអស់2400ដំឡឹងបើនៅតែមិនជាទៀតយើងនឹងទៅកំទេចសំណាក់អានលើកនោះចោលភ្លាមលោកម្ចាស់ឈប់ខឹងទៀតទៅឲ្យតកូនយើងជាណានាងពិតជាការល្អណាស់លោកម្ចាស់វីវ៉ូហើយវីវ៉ូស្អីទៀតហើយជំងឺរបស់អ្នកប្រុសជាទៅហើយថ្នាំរបស់គេឡើងថ្លៃក៏ឡើងទៅអត់តាក់ទងអីជាមួយនឹងយើងទេមិនមែនទេលោកម្ចាស់នៅក្នុងស្រុកណាក៏គេនិយាយដែរថាលោកម្ចាស់ស៊ូនៅក្នុងសំណាក់អានលើប្រើពាក្យធ្វើឲ្យទេវតាមិនសប្បាយចិត្តទេវតាជំងឺខាងពេកបានជាធ្វើឲ្យអ្នកប្រុសយើងមានជំងឺបែបនេះហេតុនេះហើយអ្នកមានគេភ័យបារម្ភអ្នកក្រក៏ខ្លាចនាំគ្នារត់ចោលស្រុកលោកម្ចាស់ស៊ូលឺដូច្នេះខាងសម្បំណាគេថាពាក្យចចាមអារម្មណ៍គឺលោកម្ចាស់ទេជាអ្នកនិយាយគេនឹងកាត់ទោសដល់លោកម្ចាស់
ប៉ុន្មានថ្ងៃនេះយើងនៅតែក្នុងផ្ទះមិនអាចចេញទៅដល់ទេតើមានពាក្យចាប់អារម្មណ៍មកពីណាហេតុអីបានចំពោះគេចោទយើងយ៉ាងនេះ លោកម្ចាស់កំភៃអីខ្ញុំទៅសាលាស្រុកសួរច្បាស់មានអ្នកប្រចាំការម្នាក់ដែលធ្លាប់ស្គាល់ខ្ញុំគេនិយាយថាលោកម្ចាស់ស៊ូម្ដងនេះនឹងដេញដោលពីកំហុសរបស់លោកម្ចាស់គឺជារឿងតាក់ទងនឹងលោកម្ចាស់មិនព្រមបញ្ចុះថ្លៃថ្នាំនេះគឺជាបញ្ជារបស់លោកម្ចាស់ស៊ូតែលោកម្ចាស់មិនព្រមគោរពពេលនោះលោកម្ចាស់ស៊ូចង់បិទហាងថ្នាំយេនវ័យរបស់លោកម្ចាស់ក្រោយមកលោកម្ចាស់ក៏អញ្ជើញលោកម្ចាស់វ៉ាងអ៊ីមកដោះស្រាយម្ល៉េះហើយលោកម្ចាស់ស៊ូគាត់មិនសប្បាយចិត្តខ្លាំងណាស់ចង់តែចាប់កំហុសរបស់លោកម្ចាស់ឥឡូវនេះលោកម្ចាស់វ៉ាងអ៊ីធ្វើការឆ្ងាយមិននៅហាន់ជើលោកម្ចាស់ស៊ូក៏ឆ្លៀតពេលនេះធ្វើបាបលោកម្ចាស់តែម្ដងហ៎អញ្ចឹងតើធ្វើយ៉ាងម៉េចទៅតើយើងពិតជាមានគ្រោះថ្នាក់មែនទេកម្ពីលោកម្ចាស់កំភៃអ្នកសាលាស្រុកនោះនិយាយថារឿងនេះអាចដោះស្រាយបានទេតើដោះស្រាយយ៉ាងណាទៅពេលនេះសំណាក់អានលៈកំពុងតែខ្វះថ្នាំបើលោកម្ចាស់ចិត្តបានឧបត្ថម្ភថ្នាំប្រកាសជាផុតពីគ្រោះថ្នាក់លោកម្ចាស់ឧបត្ថម្ភទៅលោកម្ចាស់ស្ដាប់បានដែរទេនេះជាគ្រោះថ្នាក់มันអាចកិច្ចតារួចទេឧបត្ថម្ភប្រាក់ឬថ្នាំដើម្បីបានសុខទៅណាមែនហើយលោកម្ចាស់ស៊ូជាមន្ត្រីលោកម្ចាស់ជាឈ្មួញធ្វើយ៉ាងណាអាចឈ្នះគេនោះយកល្អឧបត្ថម្ភប្រាក់ឈប់ទាស់គ្នាស្រស់ស្រួលនឹងគ្នាវិញថ្ងៃក្រោយការរកស៊ីមិនចាំបាច់បារម្ភតទៅទៀតដែរហើយមើលទៅត្រូវចំណាយប្រាក់រំដោះគ្រោះទៀតហើយតើលើកនេះយើងត្រូវចំណាយប្រមាណ 8,000 តម្លឹងបើជ្រុលជាអញ្ចឹងទៅហើយថ្ងៃក្រោយហាងអានលើក៏អាចទិញថ្នាំពីហាងរបស់យើងបានប្រាក់ 8,000 តម្លឹងនេះឧបត្ថម្ភទៅសំណាក់អានលើចុះបាទលោកម្ចាស់ពិតជាចិត្តទលាយថ្នាំឬឈើគ្រប់គ្រាន់ហើយឈីគួយឌៀនគេឧបត្ថម្ភប្រាក់ 8,000 តម្លឹងមកយើងក៏យកប្រាក់នេះទៅទិញថ្នាំឬឈើយ៉ាងច្រើនគូផ្សំនឹងហាងថ្នាំផ្សេងឧបត្ថម្ភមកមួយចំនួនទៀតពិតជាគ្រប់គ្រាន់ហើយឈីគួយនាងចំណាយប្រាក់ដើម្បីកិច្ចឲ្យផុតពីគ្រោះថ្នាក់លើកនេះក៏ជាការខាត់បងរបស់គេដែរលើកនេះយើងមិនតាន់តែព្យាបាលកូនប្រុសរបស់គេឲ្យជាទេថែមទាំងព្យាបាលចិត្តលោភលន់របស់គេទៀតផងរបស់ឆានលាវចំពោះឈ្មោះអាក្រក់បែបនេះបើសិនជាចង់ឲ្យគេការប្រែនោះខ្ញុំយល់ថាមិនមែនជាការងាយទេការពិតគេឧបត្ថម្ភប្រាក់យើងដោយសារតែសង្ឃឹមថាថ្ងៃក្រោយហាងរបស់យើងទៅទិញថ្នាំពីហាងរបស់គេប៉ុន្តែរូបមន្តថ្នាំរបស់លោកអាចារ្យត្រូវតែរក្សាបានគង់វង្សបើសិនជាហាងថ្នាំបីយើងដឹងអញ្ចឹងសំណាក់អានលយើងប្រកាសជានឹងមិនបានសុខទេគេថាយើងមានអាវុធសម្ងាត់តែកុំឲ្យគេដឹងនេះជាការពិតណាស់ផ្លែពុត្រានៅក្នុងដាច់ស្វាគឺមិនងាយរបូតទេអូនអ្នកជំងឺលើកនេះសរុបទៅប្រមាណអ្នកហើយគឺ 51,209 នាក់ឥឡូវនេះអ្នកជំងឺមានការកាត់បន្ថយមកពីយើងការពារបានល្អអ្នកជំងឺបញ្ជូនមកទីនេះព្យាបាលគឺកាត់បន្ថយការឆ្លងជំងឺទៅកាន់អ្នកផ្សេងនៅតាមផ្ទះណាមានថ្នាំសិនសាតជឿទៀតសម្រាប់ការពារយ៉ាងយូរតែ1ខែជំងឺនេះនឹងកន្លងផុតអស់ទៅហើយប្រសើរណាស់សូមអរគុណលោកអាចារ្យហើយលោកអាចារ្យខ្ញុំមានរឿងមួយដូចជាបញ្យល់សូមលោកជួយបញ្យល់ផងលោកម្ចាស់ស៊ូលោកនិយាយចុះតើប្រភេទជំងឺឆ្លងនេះមានប្រភពមកពីណាទៅអូខ្ញុំក៏រៀបនឹងយករឿងនេះជម្រាបដល់លោកម្ចាស់តាមការស្រាវជ្រាវរបស់ខ្ញុំជំងឺឆ្លងរាលដាលតាមទឹកហូរទឹកលោកអាចារ្យនិយាយត្រូវទឹកនៅក្នុងនេះប្រើយូរទៅនឹងមានមេរោគលោកចង់និយាយថាយើងត្រូវតែរៀបចំប្រភពទឹកក៏ប៉ុន្តែកិច្ចការនេះវាមិនងាយទេរបស់ស៊ឺវិបោះហើយរបស់ឆាលីមានជំងឺឆ្លងថាម៉េចទៅយើងលោកចារបស់ឆាលីរបស់ចាំមិនទៅហើយស្លាប់ព្រោះជារឿងវាសនាស្រេចទៅលើទេវតាទេនៅពេលដែលជំងឺផ្ទុកយូរហើយជាមិនផុតពីត្រូវស្លាប់រឿងមួយរស់ជារឿងធម្មតាអ្នកណាក៏មិនអាចកិច្ចបានដែររបស់ឆាលីវក៏មានសង្ឃនៃការចឹងអីតើរបស់មានជំងឺតាំងពីពេលណាថ្ងៃរសៀលម្សិលមិញខ្ញុំក៏ចាប់ផ្ដើមរៀកផងគួតផងហើយបានជាមិនប្រាប់ពួកយើងឲ្យដឹងលោកបងស៊ូស៊ឺអាត្មាមិនហ៊ានរំខានលោកបងទេលោកបងនេះតើឆាន់ថ្នាំហើយនៅអាត្មាឆាន់អស់ពីកញ្ចប់ហើយលោកអាចារ្យលោកបងឆាន់លេខឆាន់ថ្នាំហើយមិនបានជាមិនធូរស្រាល
ប៉ុន្តែជាគុណឆានលាវលោកប្រឹងទាំងយប់ទាំងថ្ងៃណានៅតំបន់មានជំងឺឆានបាយឆានទឹកជាបន្ថត់ត្រូវតែមានការឆ្លងជំងឺ លោកអាចារ្យសូមមេត្តាជួយផងយ៉ាងម៉េច ខ្ញុំផ្សំថ្នាំមួយកញ្ចប់បើហូបហើយមិនក្អួតនោះនឹងមានសង្ឃឹម បាទឲ្យចាប់ឡើងទៅរួចហើយនឹងឲ្យចាប់ឡើងទៅ ចា លោកអាចារ្យសូមជួយលើកអាត្មាឡើងបន្តិច ប្រយ័ត្នប្រយែង លោកបងឆាលៀវថ្នាំមកដល់ហើយអរគុណលោកបងស៊ូស៊ឺហើយមិនចាំបាច់ទេណាលោកបងឆាលៀវលោកបងស៊ូស៊ឺរស់ដូចជាស្លាប់ដូចជារស់នៅចាំកំណាប់ដែលលោកបងប្រគិនអាត្មាទេកំណាប់ហ៎ ចង់ឲ្យកំណាព្យមានអត្ថន័យល្អធ្វើយ៉ាងណាឲ្យអារម្មណ៍ជ្រះស្រឡះពេលស្ងាត់គិតបានវែងឆ្ងាយគួរធ្វើឬមិនគួរធ្វើពេលស្ងាត់គិតបានវែងឆ្ងាយគួរធ្វើឬមិនគួរធ្វើ បដិជគុណឆានលាវបដិជគុណឆានលាវ លោកបងឆាលៀវទឹកភ្លៀងដូចជាទឹកភ្នែកផ្គរលាស់ដូចសំឡេងទុំស្គរផ្លេចបន្ទប់ ដោយព្រះអាគីព្រះយូឡាយយាងមកដល់ បើស្បៀងដឹកមិនតាន់ពេលស្បៀងនៅទីនេះប្រកាសជាឡើងថ្លៃ ជំងឺឆ្លងទឹកតែផុតឥឡូវនេះគ្រោះធម្មជាតិកាត់ឡើងទៀត ទៅសួរទីចាត់ការដឹកជញ្ជូនហេតុអីបានជាស្បៀងរបស់រាជការមិនតាន់មកដល់ហាន ខ្ញុំ ចឹង តែឥឡូវនេះអ្នកនេះអ្វីដែលយើងនិយាយបាច់មិននោះសុំកុំភ្លេចឲ្យសោះណាបាទមិនអីទេសុំកុំបារម្ភអីសុំកុំបារម្ភអីលោកម្ចាស់ ពួកខ្ញុំលាសិតហើយ សុំជួយ បាទ លោកម្ចាស់វាងអ្នកខ្ញុំលាសិតហើយសុំជួយលោកឈីងមានកៅអីខ្ញុំសួរបន្តិចទូកដឹកស្បៀងពេលណាមកដល់ហានជើចិត្តដល់ហើយទ្រាំបន្តិចសិនទៅកុំមានចិត្តទះសោពេកលោកម្ចាស់ស្មានថាខ្ញុំមិនចង់ចិត្តស្ងប់ទេប៉ុន្តែស្បៀងកំពុងតែឡើងថ្លៃបានស្បៀងរាជការមកមិនទាន់ទេប្រកាសជាខកការធំហើយខ្ញុំក៏ចង់ឲ្យពួកគាត់មកដល់ហាត់ជើភ្លាមដែរប៉ុន្តែរឿងនេះមិនមែនស្រេចលើខ្ញុំម្នាក់ឯងឯដាសូមលោកកុំយកជីវិតមនុស្សរាប់សិបម៉ឺននាក់នៅក្រុងហានជើទុកជាការលេងសើចឲ្យសោះក្នុងលោកមានតែលោកទៀតដែលស្រឡាញ់ប្រជារាស្ត្រលោកម្ចាស់ អូសាយូយ៉ាងមិនទៅហើយ វាងអ៊ីគេមករវីរវល់តាមមើលប្រហែលជាគ្មានសង្ឃឹមទេលោកម្ចាស់ការដែលនៅទីចាត់ការវាងអ៊ីខ្ញុំបានជួបមនុស្ស2នាក់ដូចជាធ្លាប់ជួបនៅឯណាម្យ៉ាងទៀតគេរាប់អានវាងអ៊ីខុសពីធម្មតា អាយុប្រហែលជាប្រមាណហើយស្លៀកពាក់យ៉ាងម៉េច ក្បែរ30ដូចជាកូនចៅអ្នកមានមើលទៅដូចជាបងប្អូន សាយូ
អ្នកណាទទួលផលច្រើនជាងគេនៅក្នុងពេលដែលមានគ្រោះទុរភិក្សកើតឡើង ប្រកាសជាឈ្មួញដែលរក្សាស្បៀងច្រើនបំផុត ឲ្យមនុស្សទៅស៊ើបជាសម្ងាត់តើឈ្មោះហានចៅដែលរក្សាស្បៀងទុកនោះមានចំនួនប្រមាណអ្នកម្យ៉ាងទៀតតាមដានបាំងអៀមែនទែនចាំមើលតើគេប្រើល្បិចអីទៀត បាទខ្ញុំយល់ហើយបាទ លោកម្ចាស់ទាំងពីរនេះគឺជាតើគូចំហុយត្រីដ៏ពិសេសសម្រាប់ពួកលោកម្ចាស់សូមអញ្ជើញពិសាទៅអញ្ជើញពិសាតាន់ក្តៅក្តៅ វាចុកបោបន្តិចទៅមើលអូនសម្លាច់អីតើនេះជាស្អីទៅតម្រាប់មកចាស់ហងឲ្យគេធ្វើម្ហូបឆ្ងាញ់ឆ្ងាញ់មក លោកម្ចាស់ពេលនេះកំពុងតែមានការខ្វះខាតនេះហើយគឺជាម្ហូបល្អបំផុតហើយ ហេប្រាប់ពួកឯងទៅឯងដល់ហាត់ចៅសួរគេច្បាស់ទៅមើលនៅហាត់ចៅអ្នកណាហ៊ាននិយាយយ៉ាងនេះជាមួយនឹងលោកម្ចាស់យានតូចយើង ហើយឲ្យគេធ្វើសាជាធ្វើឡើងវិញទៅ គេធ្វើថ្មី ចាលោ ទៅ កម្ចាស់ ដាក់ចប់មែន បាននេះលោកម្ចាស់កុំខាំអីណាពិសាស្រាប់ទៅ ផឹកមួយទៀតទៅ លោកម្ចាស់មានឃើញទេនៅស្រុកយិនហាហាងស្បៀងដែលរក្សាស្បៀងច្រើនបំផុតគឺគ្រួសារយានហាងស្បៀងបែបនេះនៅហាងចៅគ្រួសារយានមាន13ហាងរោគតម្បាញមាន10ហាងយានស៊ីមានកូន2នាក់កូនទី1ឈ្មោះយានចាងកូនទី2ឈ្មោះយានអ៊ីតែងតែកេងប្រវាញ់ប្រជារាស្ត្រក្អេងក្អាងធ្វើបាបបងប្អូនក្នុងស្រុកយ៉ាងព្រៃផ្សៃគ្រួសារនេះមានអំណាចខ្លាំងណាស់គេជាអ្នកផ្ដាច់មុខទិញក្រណាត់ប៉ាក់ហើយនឹងសូត្រផ្សេងម្លោះឲ្យរោងតម្បាញជាច្រើនគឺពឹងទៅលើគ្រួសារយានរក្សាស្បៀង30ខាង តែមានតកតងជាមួយនឹងបាក់អីទេ មានពួកគេនៅឃ្លាំងខាងភីងដែលគេទិញថ្មីគេចំណាយពេលតែមួយថ្ងៃទេគឺក្តាប់សភាពការនឹងហាងឆេងស្បៀងនៅហានជើបបានទាំងស្រុង ស្បៀងកាន់តែឡើងប្រជារាស្ត្រកាន់តែមានការជ្រួលច្បងចំណែកគ្រួសារដែលមានប្រកាសជានាំគ្នាទិញស្បៀងទុករីឯគ្រួសារក្រីក្រមានតែចំណាយប្រាក់ទៅទិញពីពួកគេវិញ លោកម្ចាស់តើយើងធ្វើយ៉ាងម៉េច យើងកំណត់ថ្លៃអង្គមួយthángមិនឲ្យលើសពី90កាក់ទេ បើអញ្ចឹងពួកគេមិនលក់ឬមួយថាស្បៀងសម្រាប់លក់នោះប្រកាសជាវិវត្តធំហើយ បើសិនជាអញ្ចឹងរាជការយោងទៅតាមតម្លៃរបស់សាលាក្រុងមួយtháng85កាក់ដើម្បីលក់ឲ្យប្រជារាស្ត្រ តាមដែលខ្ញុំដឹងស្បៀងដែលនៅក្នុងឃ្លាំងក៏មិនច្រើនដែរ យកទៅលក់សិនចុះពេលដែលអង្គថ្មីចូលមកដល់ចាំយើងដាក់បំពេញវិញបើតាមស្មានយើងត្រូវការយ៉ាងតិចណាក៏1លានថងដែររឿងផ្សេងៗទូខ្ញុំដោះស្រាយចុះកុំភ្លេចណាត្រូវបែងចែកលិខិតលក់ស្បៀងហើយលក់ស្បៀងតាមលិខិតដើម្បីការពារមនុស្សដូចជាយិនស៊ីទិញស្បៀងពីរាជការហើយយកទៅលក់ដំឡើងថ្លៃ លោកម្ចាស់នេះជាមធ្យោបាយល្អឥឡូវនេះខ្ញុំទៅឲ្យដំណឹងមន្ត្រីទទួលខុសត្រូវចាត់ចែងស្បៀងនេះលោកម្ចាស់សុំជឿលោកម្ចាស់ល្បីរបស់ស៊ូស៊ឺពិតជាធ្វើបាបយើងមិនឲ្យយើងរកស៊ីកើតមែន កុំភ័យអីស្បៀងដែលនៅក្នុងឃ្លាំងបានតែប្រមាណថ្ងៃទៀត ណែយើងបញ្ចុះបញ្ចូលហាងផ្សេងឲ្យផ្អាកលក់បរិយាទៅ នេះជារឿងរបស់ពួកលោកគ្មានអីតាក់ទងនឹងយើងទេសុំជឿ ជឿ Hari macam macam dia makan yang kau dah tak tiada dah tiada tekan kau hari macam kau dah si jadi kauអ្នកបន្តទៀតឯណាបាន បាក់នេះគឺបានរបស់ខ្ញុំ ប្រដេទៀតតម្រៀបជួយស្រួលបួលចូលមកកុំជ្រៀតគ្នា ហេសយសិនចុះប៉ុន្មានថ្ងៃទៀតពួកឯងប្រកាសជាយប់មិនចេញទេ លោកម៉ាយតើលោកនៅចំណាំខ្ញុំបានទេ ហើយយ៉ាលោកម្ចាស់ស៊ូទីហ៎ លោកបងខ្ញុំតាមរករបស់យូរហើយណា លោកម្ចាស់ស៊ូសុខសប្បាយដែរទេ សុខសប្បាយទេប៉ុន្តែលោកបងដូចជាចាស់ជាងមុន ហើយរយៈពេល20ឆ្នាំទៅហើយមានរឿងអីមិនចាស់នោះ ខ្ញុំមកលើកនេះគឺចង់អញ្ជើញលោកបងទៅ ខ្ញុំចំណាស់នេះទៅហើយអាចធ្វើអីកើត គេថាសេះចាស់ចំណាំផ្លូវ សុំជឿលោកម្ចាស់ស្បៀងនៅក្នុងឃ្លាំងឆាំងភីងជិតដល់បាត់ហើយក ុំអន្តរសាអីស្បៀងនឹងស៊ីចៅចិត្តមកដល់ហើយ ស៊ីចៅបែរហើយលោកម្ចាស់ស៊ូបានត្រៀមរួចហើយ នេះគឺជាវិធីសម្ងាត់ដែលមិនឲ្យគេដឹង
នៅពេលដែលខ្ញុំដឹងថាមានគ្រោះរាំងស្ងួតខ្ញុំក៏សរសេរសម្បត្តិទៅស៊ីចៅប្រជារាស្ត្រស៊ីចៅល្អណាស់ដឹងថាខ្ញុំធ្វើជាមន្ត្រីនៅហានចៅហើយដឹងថាហានចៅមានគ្រោះទុរភិក្សកើតឡើងពួកគេក៏បានយកព្រមឲ្យខ្ញុំខ្ចីអង្គ50,000 ថងហើយយ៉ាពួកគាត់ជួយយើងបន្តិចទេមិនត្រឹមតែប៉ុណ្ណឹងទេស្រុកមីចៅក៏ផ្ញើសារបោឲ្យយើងខ្ចីស្បៀង20,000 ថងដែរក្រោយពីទទួលសបត្តិរបស់លោកម្ចាស់ពួកគាត់ក៏ចាត់ការភ្លាមបានអញ្ចឹងខ្ញុំឈប់មានការបារម្ភតទៅទៀតហើយលើកនេះពួកឈ្មួញដែលចង់កេងប្រវាញ់ប្រាក់ពីប្រជារាស្ត្រប្រកាសជាដឹងខ្លួនជាមិនខានទេឲ្យតែប្រជារាស្ត្រផុតពីការលំបាកលើកនេះឆ្នាំក្រោយទទួលផលល្អពួកឈ្មួញប្រកាសជាខាត់បងធ្ងន់ធ្ងរបើពួកគេដឹងខ្លួនទៅលក់តាមតម្លៃដែលសាលាសុខកំណត់បើអញ្ចឹងពួកគេនឹងបានចំណេញខ្លះតែបើមិនអញ្ចឹងទេប្រកាសជាខាត់បងធ្ងន់ធ្ងរហើយបើអញ្ចឹងបងប្អូនត្រកូលយើងទាំងពីរផ្អាកលក់អង្គប្រកាសជាបរាជ័យហើយនៅពេលដែលពួកគេបើកទ្វារឡើងវិញអង្គរបស់ពួកយើងក៏ចាប់ផ្ដើមចុះថ្លៃឲ្យតែទីផ្សារអង្គនឹងណប្រជារាស្ត្រក៏ជប់ដណ្ដើមគ្នាទិញដែរសាយូទៅប្រាប់វ៉ាងអ៊ីថ្ងៃស្អែកឲ្យគេទៅឃ្លាំងសាលាស្រុកបាទលោកម្ចាស់ក្រុមដឹកជញ្ជូនស្បៀងនៅស៊ីចៅនៅចម្ងាយពីហានចៅតែ50 យោជន៍តែប៉ុណ្ណោះល្អពិតជាល្អណាស់លោកម្ចាស់វាងហើយលោកម្ចាស់ឈីងហើយលោកម្ចាស់ឈីងតើមានរឿងអីទៀតហើយថ្មីត្បិតទូកដឹកស្បៀងជ្រុលពេកបន្តិចវាមិនទាន់ដល់ពេលតែដែរលោកម្ចាស់វាងលោកម្ចាស់ស៊ូអញ្ជើញលោកទៅឃ្លាំងពិនិត្យបន្តិចអីនេះបាត់នេះថាម៉េចទៅដល់គង់តែដឹងទេមកសៃដាក់ស្រួលពលណាដាក់ស្រួលពលយកទៅខាងស្ដាំទៅសក់កន្លែងច្រើនណាស់ណាបាទខាងស្ដាំប្រទេសដែលដាំកចុះហើយក៏ចេញទៅឡើងឲ្យញាប់ដៃញាប់ជើងឡើងណាហើយពីថ្ងៃតទៅពួកយើងលែងខ្វះកោហើយឲ្យតែពួកយើងឆ្លងផុតពីគ្រោះថ្នាក់នេះច្រាប់ហើយពួកយើងលោកម្ចាស់ស៊ូតើមានអីចង់ផ្ដាំខ្ញុំទេលោកម្ចាស់បាទថ្ងៃនេះខ្ញុំសូមឲ្យលោកម្ចាស់មកទីនេះដើម្បីមើលឲ្យបានច្បាស់លោកម្ចាស់ស៊ូពិតជាពូកែអស្ចារ្យមែនប្រជារាស្ត្រពិតជានិយាយត្រូវបើយើងមិនកាប់ជោគទេអ្នកផ្សេងគេនឹងកាប់លោកពិចារណាខ្លួនឯងទៅក្នុងរយៈពេល10ថ្ងៃអង្គទិញតម្លៃ1 លានកាក់បើសិនជាមកមិនតាន់ពេលទេខ្ញុំនឹងប្តឹងថាលោកធ្វើការមានការធ្វេសប្រហែស不应有恨，何时长？